បោកគក់សម្លៀកបំពាក់ទូទៅជាមួយមុខងារបោកគក់ cotton មុខងារ cotton សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ដែលប្រឡាក់ជាធម្មតាទូទៅលាយបញ្ចូលគ្នាច្រើនដែលល្អសម្រាប់ការបោកគក់ប្រចាំថ្ងៃជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺគ្រាន់តែចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ cotton និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់95អង្សាសេបន្ទាប់មកចុចប៊ូតុង start ជាការស្រេចបោកគក់សម្លៀកបំពាក់ទូទៅដោយការប្រើប្រាស់ថាមពលតិចជាមួយមុខងារបោកគក់ cotton plus មុខងារ cotton plus សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ដែលប្រឡាក់ធម្មតានិងអាចលាយបញ្ចូលគ្នាច្រើនដែលស្តៀងទៅនឹងការបោកគក់ដោយប្រើប្រាស់មុខងារ cotton ដែរដែលគ្រាន់តែការប្រើប្រាស់ថាមពលមានកម្រិតទាបជាងតែប៉ុណ្ណោះជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺគ្រាន់តែចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ cotton plus និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់60អង្សាសេនិងចុចប៊ូតុង start ជាការស្រេចបោកគក់សម្លៀកបំពាក់ចម្រុះបានកាន់តែស្អាតជាមួយមុខងារបោកគក់ make fabric មុខងារ make fabric សម្រាប់ការបោកគក់ទៅលើសាច់ក្រណាត់ចម្រុះលើកលែងតែប្រភេទអាយកីឡាសាច់ក្រណាត់សូត្រនិងប្រភេទអាមានរោមតែប៉ុណ្ណោះជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺគ្រាន់តែចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ make fabric និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់60អង្សាសេបន្ទាប់មកចុចប៊ូតុង start ជាការស្រេចការបោកគក់រហ័សជាមួយមុខងារបោកគក់ quick 30សម្រាប់សម្លៀកបំពាក់ដែលប្រឡាក់ស្រាលៗដែលមានទម្ងន់សរុបមិនលើសពី2គីឡូអាចធ្វើការជ្រើសរើសមុខងារបោកគក់ quick 30សម្រាប់ការបោកដែលប្រើរយៈពេលខ្លីត្រឹមតែ30នាទីតែប៉ុណ្ណោះជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺគ្រាន់តែចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ quick 30និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់40អង្សាសេបន្ទាប់មកចុចប៊ូតុង start ជាការស្រេចកាន់តែងាយស្រួលកម្ចាត់ទាំងស្នាមប្រឡាក់និងមេរោគជាមួយមុខងារបោកគក់ allergy care មុខងារ allergy care សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ទូទៅដូចជាសម្លៀកបំពាក់កូនក្មេងឈុតស្រោមពុកខួយខ្នោជាដើមដោយការបោកគក់ជាមួយទឹកក្តៅដើម្បីសម្រាប់មេរោគដែលបង្កឲ្យកើតមានអាឡែស៊ីផ្សេងៗជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺគ្រាន់តែចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ allergy careនោះវានឹងជ្រើសស្ថានភាពទឹក60អង្សាសេដោយស្វ័យប្រវត្តិបន្ទាប់មកចុចប៊ូតុង start ជាការស្រេចបោកគក់សម្លៀកបំពាក់កីឡាជាមួយមុខងារ active wear មុខងារ active wear សម្រាប់ការបោកគក់ទៅលើប្រភេទកៅអៅកីឡាដែលជាប់ញើសមានក្លិនមិនល្អដែលពិបាកនៅក្នុងការបោកគក់អាចជ្រើសយកមុខងារមួយនេះបានជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺត្រូវចុចទៅលើប៊ូតុង power និងបង្វិលទៅរកមុខងារ active wear និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់40អង្សាសេបន្ទាប់មកចុចប៊ូតុង start ជាការស្រេចការបោកគក់សម្លៀកបំពាក់សាច់ចាក់ឬប្រភេទរោមសត្វជាមួយមុខងារបោកគក់ hand wool មុខងារ hand wool សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ដែលពិបាកនៅក្នុងការបោកគក់ដូចជាសម្លៀកបំពាក់សាច់ចាក់ឬសម្លៀកបំពាក់ដែលធ្វើពីរោមសត្វជាដើមជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺត្រូវចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ hand wool និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់40អង្សាសេបន្ទាប់មកចុចទៅលើប៊ូតុង start ជាការស្រេចជួយរក្សាអនាម័យរបស់សម្លៀកបំពាក់ជាមួយមុខងារបោកគក់ delicate មុខងារ delicate សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ឈុតខាងក្នុងស្រាលៗតូចៗងាយស្រួលនៅក្នុងការបែងចែកនិងជួយរក្សាអនាម័យរបស់សម្លៀកបំពាក់បានល្អជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលនិងសាប៊ូរួចដើម្បីឲ្យវាដំណើរការបោកគក់គឺត្រូវចុចទៅលើប៊ូតុង power បន្ទាប់មកបង្វិលប៊ូតុងទៅរកមុខងារ delicate និងអាចជ្រើសស្ថានភាពទឹកចន្លោះពីត្រជាក់រហូតដល់40អង្សាសេបន្ទាប់មកចុចប៊ូតុង start ជាការស្រេចលាងសម្អាតធុងបោកផ្នែកខាងក្នុងជាមួយមុខងារ Top Clean របស់ម៉ាស៊ីនបោកគក់ LG បើសិនបើការបោកគក់ញឹកញាប់យ៉ាងតិច2សប្តាហ៍អាចធ្វើការប្រើប្រាស់មុខងារលាងធុង Top Clean ម្ដងទៅដើម្បីជួយលាងសម្អាតធុងបោកផ្នែកខាងក្នុងនិងធ្វើឲ្យការបោកគក់កាន់តែស្អាតជាដំបូងបន្ទាប់ពីបានដាក់សាប៊ូរួចដើម្បីឲ្យវាដំណើរការលាងសម្អាតគឺត្រូវចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ Top Cleanបន្ទាប់មកចុចទៅលើប៊ូតុង start ជាការស្រេចជម្រះសាប៊ូនិងពូតសម្លៀកបំពាក់ជាមួយមុខងារ Rin Plus Spin មុខងារ Rin Plus Spin សម្រាប់សម្លៀកបំពាក់ណាដែលបោកគក់រួចដែលត្រូវការតែការលាងជម្រះសាប៊ូនិងការពូតសម្ងួតតែប៉ុណ្ណោះជាដំបូងបន្ទាប់ពីបានដាក់សម្លៀកបំពាក់ចូលដើម្បីឲ្យវាដំណើរការលាងជម្រះនិងពូតគឺត្រូវចុចទៅលើប៊ូតុង power និងបង្វិលប៊ូតុងទៅរកមុខងារ Rin Plus Spinបន្ទាប់មកចុចទៅលើប៊ូតុង start ជាការស្រេចខ្ញុំបាទសុថាននឹងវិលមកជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀតបាយបាយ